សួស្តីពូម៉ែបងប្អូនថ្ងៃនេះមកដាក់ហើយជាមួយនឹងពពាយហើយជាមួយនឹងត្រីប្រៃធម្មជាតិធ្វើដោយខ្លួនឯងជាតិណាបងប្អូនអើយណាមើលណាឆ្ងាញ់ណាហើយរៀងជូហឹលដាក់ម្ទេសមកគ្រាប់អត់មិនមកគ្រាប់ទេមកផ្លែដាក់មកផ្លែគេថាហឹលដល់បេះដូងតម្រង់បាទនេះពពីជាមួយនឹងត្រីនិងបាយថែត្រង់បងប្អូនឆ្ងាញ់មែនបាទដាក់មកគ្រាប់ទៀតចេញនេះខ្ចីតែមកបាទឆ្ងាញ់ណាមកពូនតែបានបាយថែត្រង់ហ្នឹងតាមតាន់បានមកជាមួយខ្ញុំមកមានអីច្រើនទេមហូបនៅស្រុកស្រែយើងមានតែប៉ុណ្្នឹងឯងប៉ុន្តែគេគាត់តែចង់ប្រាប់តែឆ្ងាញ់បងប្អូនណាបាទមិនជឿចាំសាកមើលតែឆ្ងាញ់ណាអរគុណដែលបានទស្សនាចាំធ្វើម្ហូបឆ្ងាញ់ទៀតបង្ហាញនៅក្រៅទៀតអរគុណបាយបាយ